ប្អូននេះគឺ GGTV Rayho សាងបូកជាមួយនឹងអគ្គិសនីដែលមានតម្លៃក្រោម$20,000ហើយវាអាចជិះបានរហូតដល់ជាង1000 គីឡូម៉ែត្រអញ្ចឹងតើ GTV Rayho នេះវាមានលក្ខណៈពិសេសក៏ដូចជា spec ក៏ដូចជា option វាបែបណាហើយវាអាចមកបំបែកកំណត់ត្រាទីផ្សារឡានមេទឹកដែលមានតម្លៃប្រហាក់ប្រហែលវានឹងបានដែរឬក៏អត់បងប្អូនអាចតាមដានស្ដាប់វីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបងប្អូន GTV Rayho នេះវាបានរចនាឡើងមកជាប្រភេទ sedan ហើយ design មកជាមួយនឹងម៉ាស៊ីន V4 1.5 លីត្រដែលមាន motor អគ្គិសនីចំនួន1ហើយអាចផលិតកម្លាំងសេបានរហូតដល់ជាង200 horsepower ហើយវាពិតជាស័ក្តិសមមែនទែនគឺសម្រាប់ពុកម៉ែបងប្អូនបាទជាពិសេសគឺយុវវ័យដែលស្រឡាញ់ប្រភេទឡានទាបបែបលក្ខណៈ sport ពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវយើងក៏លេខទៅមើលការ design ផ្នែកខាងក្រៅរបស់វាវិញបាទការ design ផ្នែកខាងក្រៅរបស់វាហ្នឹងគឺវាបានបំពាក់មកជាមួយនឹង LED headline LED daytime running line stop ក្រោយក៏ជាប្រភេទ LED ដែលមានមួយឆ្នូតក្រោយតែម្ដងហើយដែលធ្វើឡានហ្នឹងគឺកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀតវាបានបំពាក់មកជាមួយនឹងកញ្ចក់ក្រោបអូតូ lock ឬក៏ unlock រង្វង់កង់18អ៊ីងនិងបំពាក់មកជាមួយនឹង sensor ចំនួន4គ្រាប់ផងដែរសម្រាប់ការ design ផ្នែកខាងក្នុងវិញគឺវាបានបំពាក់មកជាមួយនឹងចង្កូតស្បែក electronic អេក្រង់ touch screen ធំ 15.6 អ៊ីងមានកៅអីស្បែកជាលក្ខណៈកៅអីស្បែកអូតូមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយវាមានលក្ខណៈពិសេសជាងឡានមេទឹកមួយចំនួនដែលមានតម្លៃប្រហែលវាហ្នឹងហើយវាបានបំពាក់មកជាមួយនឹង tire pressure monitoring និងបំពាក់មកជាមួយនឹង voice command ដែលអាចធ្វើការបញ្ជាសំឡេងបានទាំងភាសាអង់គ្លេសនិងភាសាចិនផងដែរហើយសម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់ GTV Rayho នេះវិញវាបានបំពាក់មកជាមួយនឹងកាមេរ៉ា360 degree ប៉ុន្តែវាអាស្រ័យទៅលើ option ដែលពុកម៉ែកំងអញ្ចឹងពុកម៉ែបងប្អូនអ្នកគ្នាបាទព្រោះ option ខ្លះគឺវាអត់មានកាមេរ៉ា360 degree ទេហើយវាអាចកំណត់ល្បឿនបើកបរតាមយានយន្តនៅខាងមុខបានដូចជាផ្ដល់ដំណឹងពីឧបសគ្គនៅផ្នែកខាងមុខនិងពងសុវត្ថិភាពផងដែរអញ្ចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់ GTV Rayho ដែលមានតម្លៃក្រោម$20,000ហើយអាចជិះបានរហូតដល់ជាង1000 គីឡូម៉ែត្រនេះបើប្រៀបធៀបជាមួយនឹងឡានមេទឹកដែលមានតម្លៃប្រហាក់ប្រហែលគ្នាតើបងប្អូនសម្រេចចិត្តថាយកមួយណាអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណ